សួស្តីបងប្អូនបច្ចុប្បន្ននេះមានភាពចម្រូងចម្រាសគ្នាទាក់ទងនឹង trade war ឬក៏សង្គ្រាមពាណិជ្ជកម្មដែលយើងអាចហៅថា tariff conflict ឬក៏ចំនួនពន្ធគយបាទបងប្អូនពាក់ព័ន្ធនឹងចំនួនពន្ធនេះមិនមែនទើបតែមានបច្ចុប្បន្នទេគឺមានជាយូរយារណាស់មកហើយក៏មិនមែនទើបតែមាននៅប្រទេសអាមេរិកដែរគឺប្រទេសផ្សេងៗក៏គេអនុវត្តពន្ធនេះទូទៅដែរបាទបងប្អូនខ្ញុំនឹងបង្ហាញប្រវត្តិខ្លះៗទាក់ទងនឹងចំនួនពន្ធនេះតើមានប្រទេសណាខ្លះដែលបានអនុវត្តនៅពន្ធនេះហើយប្រទេសអាមេរិកខ្លួនឯងបានតឡើងពន្ធនេះប្រហែលដងហើយចាប់ពីពេលណាមកតែមុននឹងបង្ហាញប្រវត្តិខ្លះៗខ្ញុំសូមឲ្យបងប្អូនយល់ពីថា trade war ឬក៏សង្គ្រាមពាណិជ្ជកម្មតើវាមានន័យដូចម្តេចបាទសង្គ្រាមពាណិជ្ជកម្មគឺជាចំនួនសេដ្ឋកិច្ចដែលជារឿយៗបណ្ដាលមកពីលទ្ធិគាំពៀនិយមជ្រុលដែលរដ្ឋដំឡើងឬអនុវត្តពន្ធគយឬរកបាំងពាណិជ្ជកម្មផ្សេងៗទៀតប្រឆាំងគ្នាទៅវិញទៅមកដែលជាផ្នែកមួយនៃគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសពួកគេបងប្អូនសង្គ្រាមពាណិជ្ជកម្មនេះដំបូងកើតឡើងរវាងប្រទេសអង់គ្លេសនិងប្រទេសហូឡង់មាន4លើកដែលលើកទី1នោះនៅឆ្នាំ1652ដល់ឆ្នាំ1654ដែលប្រទេសអង់គ្លេសបានធ្វើការវាយប្រហារទៅលើការដឹកជញ្ជូនទំនិញរបស់ឈ្មួញហូឡង់និងលើកទី2នៅឆ្នាំ1665ដល់ឆ្នាំ1667គឺក្នុងគោលបំណងដើម្បីធ្វើការគ្រប់គ្រងលើសមុទ្រនិងផ្លូវពាណិជ្ជកម្មលើកទី3នៅឆ្នាំ1672ដល់ឆ្នាំ1674ហើយបងប្អូនលើកទី4នេះសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសអង់គ្លេសនិងប្រទេសហូឡង់ដដែលដែលកើតឡើងនៅឆ្នាំ1780ដល់ឆ្នាំ1784ពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នារវាងអង់គ្លេសនិងហូឡង់ស្ដីពីភាពស្របច្បាប់និងការប្រព្រឹត្តទៅនៃពាណិជ្ជកម្មបន្ទាប់មកក៏មានសង្គ្រាមពន្ធទំនើបឬក៏ Modern Tariff War រវាងប្រទេសអាល្លឺម៉ង់និងប្រទេសប៉ូឡូញដែលកើតមានឡើងក្នុងទសវត្សរ៍ឆ្នាំ1920ដល់ឆ្នាំ1934ដោយអាល្លឺម៉ង់ចង់បង្ខំប៉ូឡូញឲ្យបោះបង់ចោលទឹកដីដោយបង្កើតវិបត្តិសេដ្ឋកិច្ចតាមរយៈការបង្កើនការចំណាយលើផលិតផលធ្យូងថ្មនិងដែកថែបដែលបានអភិវឌ្ឍនៅទីនោះជាការសងសឹកប្រទេសប៉ូឡូញបានបង្កើនអត្រាការប្រាក់សម្រាប់ផលិតផលអាល្លឺម៉ង់ច្រើនហើយនៅឆ្នាំ1931ប៉ូឡូញបានកសាងកំពង់ផែដ៏ធំមួយឈ្មោះថាជានីកំពង់ផែមួយនេះគឺជាមធ្យោបាយតែមួយគត់ដែលប្រទេសប៉ូឡូញអាចនាំចេញទំនិញរបស់ខ្លួនទៅកាន់អឺរ៉ុបខាងលិចដោយមិនចាំបាច់ដឹកទំនិញទាំងនោះឆ្លងកាត់ប្រទេសអាល្លឺម៉ង់យ៉ាងណាមិញប្រទេសអាមេរិកកាលពីជំនាន់ប្រធានាធិបតី Warren Commonwealth Harding ប្រធានាធិបតីទី29នៅខែកញ្ញាឆ្នាំ1922លោក Warren Commonwealth Harding បានចុះហត្ថលេខាលើពន្ធមួយឈ្មោះថា Fort Maximum ដែលអនុម័តច្បាប់ពន្ធនេះបានដំឡើងអត្រាពន្ធលើតម្លៃពាណិជ្ជកម្មរបស់អាមេរិកជាមធ្យមដល់ទៅ 38%ពន្ធ Fort Maximum គឺជាច្បាប់ដែលបានដំឡើងពន្ធអាមេរិកលើទំនិញនាំចូលជាច្រើនដើម្បីការពាររោងចក្រនិងកសិដ្ឋានទោះជាយ៉ាងណាក៏ដោយ5ឆ្នាំបន្ទាប់ពីការអនុម័តពន្ធនេះដៃគូពាណិជ្ជកម្មអាមេរិកបានដំឡើងពន្ធផ្ទាល់ខ្លួនរបស់ពួកគេដល់កម្រិតដ៏សំខាន់មួយប្រទេសបារាំងបានដំឡើងពន្ធលើរថយន្តពី 45% ទៅ 100% អេស្ប៉ាញបានដំឡើងពន្ធលើទំនិញអាមេរិកចំនួន 40% ហើយអាល្លឺម៉ង់និងអ៊ីតាលីបានដំឡើងពន្ធលើស្រូវសាឡៃយោងតាមការិយាល័យកសិកម្មរបស់អាមេរិកកសិករបានខាត់បង់ច្រើនជាង$300 លានជារៀងរាល់ឆ្នាំជាលទ្ធផលនៃការអនុម័តពន្ធបច្ចុប្បន្នប្រធានាធិបតីសហរដ្ឋអាមេរិកទី45និង47លោកប្រធានាធិបតី Donald Trump លោកបានអនុម័តពន្ធលើទំនិញដែលនាំចូលមកសហរដ្ឋអាមេរិកប្រទេសមួយចំនួនធំកំពុងស្វែងរកការចរចាហើយប្រទេសមួយចំនួនក៏មានការចរចាដែរការអនុម័តគោលនយោបាយពន្ធរបស់លោកប្រធានាធិបតី Donald Trump ធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើងជាពិសេសជាមួយនឹងប្រទេសចិនដោយសង្កេតឃើញថាបច្ចុប្បន្នអាមេរិកហើយនិងប្រទេសចិនបានដំឡើងអត្រាពន្ធគ្នាទៅវិញទៅមកបើយើងក៏លេចមើលទីផ្សារភាគហ៊ុនអាមេរិកឃើញថាមានការចុះបន្តិចប៉ុន្តែចំពោះទីផ្សារភាគហ៊ុនចិនមិនមានការប្រែប្រួលណាស់ទេចំពោះទីផ្សារ crypto ឬគេហៅថាលុយ digital មានការធ្លាក់ចុះច្រើនសូម្បីតែកាក់ official trend ក៏មានការធ្លាក់ចុះច្រើនដែរបច្ចុប្បន្នគឺសល់តែមួយកាក់តែ$8តែប៉ុណ្ណោះកាលពីដំបូងកាក់ official trend $65ក្នុងមួយកាក់តែឥឡូវនៅសល់តែ$8នេះសបញ្ជាក់ថាប្រជាប្រិយភាពរបស់ប្រធានាធិបតី Trump មានការធ្លាក់ចុះសង្ឃឹមថាសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរនឹងមានដំណោះស្រាយឆាប់ៗសូមអរគុណនិងអធិស្ឋានប្រសិនបើមានកំហុសខុសឆ្គង